សួស្តីអ្នកទាំងអស់គ្នាបន្តមកភាគទី17របស់ពួកយើងមុននឹងចូលដល់សាច់រឿងកុំភ្លេចចុច like ម្នាក់មួយផងណាដោយសារតែភាគមុន admin បកខុសទោះស្រីងើបឡើងនៅពេលយប់ទេដូច្នេះថ្ងៃស្អែកឡើងនាងក្រោកឡើងមកក៏មិនឃើញ Sylvester មើលទៅគេពិតជារបួសខ្លាំងណាស់ហើយប៉ុន្តែហេតុអ្វីក៏នាងចង់ក្រោកមកឃើញគេអញ្ចឹងនាងមិនចង់មានរឿងស្មុគស្មាញជាមួយគេនោះទេជាពិសេសគឺមិនត្រូវមានចិត្តលើគេជាដាច់ខាតJasmine ក៏មកហៅ Ophelia ទៅភូមិគ្រឹះ Cadell ដោយសារតែ Jasmine ទទួលបានសម្បត្តិអញ្ជើញដូច្នេះវានឹងល្អបើសិនជាពួកគេទៅជាមួយគ្នាទោះជា Ophelia មិនចង់ទៅយ៉ាងណាក៏ដោយសារតែនាងបានយករកគំនូរពីផ្ទះ Cadell លើកមុននោះនៅលួចសម្បត្តិអញ្ជើញពីគាត់ទៀត Jasmine លើកប្រអប់មួយឡើងហើយរាយរាប់ថាជំទាវ Cadell ជាមនុស្សស្រីធម្មតាទេហើយកន្លះកមួយនេះ Ophelia ជាអ្នកទិញឲ្យនាងពិតជាចង់ទុកវាណាស់ប៉ុន្តែនាងចង់ប្រើវាឲ្យមានប្រយោជន៍ជំទាវ Cadell ចាប់អារម្មណ៍នឹងគ្រឿងអលង្ការដែលមានកំណត់ណាស់នាងតែងតែទិញរបស់គ្រប់យ៉ាងដែលមានតម្លៃបែបនេះប៉ុន្តែនាងទិញរបស់នេះមិនទាន់ Jasmine ជឿជាក់ថាបើ Ophelia ឲ្យវាជាកាដូទៅជំទាវ Cadell នោះគាត់នឹងបាក់ចិត្តជាមិនខានវាក៏នឹងបង្ហាញពីការសុំទោសមួយដែរដែលកន្លងមក Ophelia ធ្វើបាបគាត់ជាខ្លាំងក្រឡេកមកភូមិគ្រឹះ Cadell វិញពិធីជប់លៀងទឹកតែក៏បានចាប់ផ្ដើមឡើងប៉ុន្តែបែរជាមានបរិសុទ្ធ3នាក់មករករឿងជំទាវទៅវិញពួកគេមិនចេញទៅណានោះទេហើយទាមទារឲ្យទៅរកលោកកញ្ញា Cadell មកទីនេះភ្លាមពួកគេចង់លុកលាន់នារីដែលនៅពិធីនោះទៀតជំទាវ Cadell ធ្វើអ្វីមិនបានព្រោះថានាងខ្លាចពួកគេវាយបកវិញទោះជាទៅហៅទាហានមកក៏មិនបានការដែរពួកនេះជាជើងចាស់ភ្លាមនោះតួឯកស្រីរបស់យើងក៏បានមកដល់នឹងសួរតើមានរឿងអ្វីហ្នឹងយើងឮសត្វអ្វីមិនដឹងនិយាយគ្នាលោឡាពេញនេះតើយើងគួរបិទមាត់ដល់ស្អុយរបស់អ្នកណាមុនគេទៅតែបែកក្បាលពោះស្អុយនោះក៏ចេញមកសួរថានាងជាអ្នកណា Ophelia ឆ្លើយតបវិញដោយទឹកមុខត្រជាក់ជាខ្លាំងឯងថាយើងជាអ្នកណាវាមានតែពីរទេទី1មានតែឯងមិនមែនជាបច្ចុប្បន្ននៅទីនេះតែឯងមិនស្គាល់ថាយើងជាអ្នកណាទី2នោះគឺឯងជាមនុស្សល្ងង់ដែលហ៊ានប្រមាថមនុស្សនៅផ្ទះឡាយសែនបុរសនោះក៏គិតក្នុងចិត្តផ្ទះឡាយសែនជាគ្រួសារដែលសម្លាប់មនុស្សមិនញញើដៃនោះហេតើនារីនៅមុខគេនេះជាលោកស្រីម្ចាស់នៃផ្ទះឡាយសែនឬប៉ុន្តែនាងគ្រាន់តែជាស្រីអភិជនទុនខ្សែម្នាក់តែប៉ុណ្ណោះគេមិនអាចត្រូវមកអាម៉ាស់មុខនៅមុខគ្នារបស់គេនោះទេគេក៏បន្តហើយមិនយើងមានបាននិយាយជាមួយនាងណាមកលុកមកធ្វើអីដែរនាងជាស្រីបម្រើនៅផ្ទះនោះតែដឹងឬហើយ Ophelia សួរបកវិញតើឯងពិតជាល្ងងខ្លៅដល់ថ្នាក់នេះឬទាំងក្នុងចិត្តរបស់នាងគិតថាបរិះនេះប្រកាសជាគិតថាខ្លួនឯងធំជាងនាងនិងមានកម្លាំងខ្លាំងជាងនាងមិនខានប៉ុន្តែគេមើលស្រាលនាងពេកហើយនាងមិនខ្លាចនោះទេភ្លាមនោះ Ophelia ក៏មិនចេញវេទមន្តងើតនាងចេញមកនាងក៏ប្រើវាទៅចាប់រឹតកបុរសម្នាក់នោះឲ្យហោះឡើងគ្រប់គ្នានៅទីនោះភ្ញាក់ផ្អើលជាខ្លាំងឯងប្រកាសជាមើលស្រាលដោយសារតែយើងជាមនុស្សស្រីហើយប្រកាសណាស់ថាមិនមែនជាយើងតែម្នាក់ទេដែលឯងបានមើលងាយនោះហ៊ានលេងជាមួយអបិជនផងឯងគ្មានប្រយោជន៍ដដែលអញ្ចឹងបើយើងសម្លាប់ឯងក៏មិនខាតដែរលឺ Ophelia និយាយហើយជំទាវ Fleur សំទោសជំទាវ Cadell ក៏រត់មកបញ្ឈប់ Ophelia ភ្លាមពួកនាងមិនអីនោះទេសូមលោកជំទាវកុំសម្លាប់គេអី Ophelia ក៏ប្រឡែងនឹងនិយាយទៅកាន់ពួកគេឯងសំណាងណាស់ដែលបានម្ចាស់ផ្ទះអភ័យទោសឲ្យឆាប់ចេញពីមុខយើងភ្លាមទៅពួកនោះក៏នាំគ្នារត់បាសដៃបាសជើងទៅរួមជាមួយនឹងពាក្យសុំទោសផងដែរ Ophelia ខំតែថាពួកនារីនឹងព្រមទទួលយកនាងវិញហើយមានអាណាពួកគេនាំគ្នាខ្លាចនាងជាខ្លាំងជំទាវ Cadell ឃើញបែបនេះក៏ឲ្យគេជូន Ophelia ទៅបន្ទប់រង់ចាំសិននាងនឹងជួយនិយាយឲ្យនារីទាំងនេះស្ងប់ចិត្តសិនមកដល់ក្នុងបន្ទប់ Jasmine ក៏សួរ Ophelia ឡើងមិនក៏លោកស្រីប្រើប្រាស់វេទមន្តងឹតដល់ថ្នាក់នេះ Ophelia ឆ្លើយតបវិញតែមិនខ្វល់ក្រែងគ្រប់គ្នាដឹងតែតើថានាងប្រើប្រាស់វេទមន្តនោះ Jasmine បន្តនាងគិតថា Ophelia គ្រាន់តែប្រើវាដូចជាពេលគម្រាមជំទាវ William ទេតើ Ophelia នេះក៏គិតនៅក្នុងសាច់រឿងដើម Ophelia ពិតមិនដែលប្រើប្រាស់វេទមន្តងឹតដូចនាងមុននេះឡើយតែនាងអាចប្រើវាបានដោយសារតែនាងចូលមកក្នុងរាងកាយនេះតែដឹងភ្លាមនោះជំទាវ Cadell ក៏បានដើរមកដល់នាងពិតជាជំពាក់គុណ Ophelia ហើយនៅថ្ងៃនេះ Ophelia ក៏តបវិញពួកនាងច្បាស់ជាខ្លាចខ្លាំងណាស់ហើយវាមិនអីនោះទេ
ឃើញ Ophelia ញញឹមនាងមិនចង់ជឿទេកន្លែងទៅ Jasmine ក៏ឃើញនាងស្លៀករ៉ូប brand របស់ Madame Jonna នាងភ្ញាក់ផ្អើលមែនទែនអញ្ចឹងតាបានឃើញនាងស្អាតចម្លែកថ្ងៃនេះមែនហើយនេះគឺជារ៉ូបដែលលោកជំទាវ Lysen ទិញឲ្យនាងពេលនេះនាងបានក្លាយជាជំនួយការរបស់ Ophelia ហើយ Ophelia ក៏យកកន្លះកចេញមកឲ្យជំទាវ Khade ជាកាដូដែលនាងបានយករូបគំនូរទៅលើកមុននោះទោះជាជំទាវ Khade ប្រកែកមិនចង់យកព្រោះថាខ្លាច Ophelia នេះយកអីផ្សេងពីផ្ទះរបស់នាងទៅទៀត Ophelia ក៏និយាយឡើងនាងគ្មានបំណងអ្វីបែបនោះទេនាងឲ្យនេះក៏ព្រោះតែចង់ឲ្យទំនាក់ទំនងរបស់ពួកគេល្អនឹងគ្នាវិញនាងជឿថាជំទាវ Khade ជាមនុស្សស្រីវៃឆ្លាតនិងយល់ពីវាជាមិនខានចំណែកឯជំទាវ Khade នាងកំពុងតែតាមរកទិញឯកន្លះកនេះផងនិងគិតថា Ophelia ផ្លាស់ប្ដូរបែបនេះវានឹងមានរឿងអ្វីធំនឹងកើតឡើងក្នុងសង្គមជាន់ខ្ពស់ជាមិនខានប្តីរបស់នាងនិង Sylvester ក៏ជិតស្និទ្ធនឹងគ្នាទៀតដូច្នេះនាងត្រូវតែយកឱកាសនេះនៅជិត Ophelia ដូចគ្នានាងក៏និយាយឡើងនាងនឹងប្រាប់ទៅពិភពលោកថាមានរឿងអ្វីកើតឡើងនៅថ្ងៃនេះទុកជាការត្រឡប់វិញនៃកាដូមួយនេះហើយរឿងរបស់យើងទៅណាមិនផុតពីក្រែទេ Ophelia ងើបឡើងថ្ងៃនេះ Sylvester នៅក្នុងបន្ទប់នៅឡើយនាងស្មានតែគេមានការងាររវល់ទៀតហើយទេតើគេមើលទៅសង្ហាណាស់ Sylvester និយាយឡើងគេដឹងទេតើមែនហើយ Ophelia ច្រឡំនិយាយលឺនាងអៀនឡើងខ្ញាល់តែម្ដងបរិសង្ហារបស់យើងក៏ហុចកាសែតមកឲ្យនាងមើលអ្នកជំនួយមួយក្រុមព្យាយាមកាន់កាប់ភូមិគ្រឹះ Khadal ហើយអ្នកដែលជួយនោះគឺ Ophelia Lysen សកម្មភាពវីរនារីរបស់នាងត្រូវតែសរសើរទៅបាន Ophelia អានហើយចង់យំតែម្ដងនាងមិនដែលបានការកោតសរសើរនៅក្នុងកាសែតបែបនេះពីមុនមកទេនាងពិតជាសប្បាយចិត្តណាស់ Sylvester ស្មានតែនាងជាធ្មប់ដែលចេះតែដាក់បណ្ដាសាគេទៅតើប៉ុន្តែនាងបែរជាមានសមត្ថភាពវាប្រហារអ្នកជំនួញដែលរួចជីវិតពីសមរភូមិមក Ophelia ខ្ញុំចង់សួរនាងមួយតើនាងបានធ្វើកិច្ចព្រមព្រៀងជាមួយបិសាចមែនទេ Ophelia នេះវិញហ៎នាងមានបានទៅធ្វើអីជាមួយបិសាចហើយចុះមិនក៏នាងប្រែជាខ្លាំងយ៉ាងនេះ Ophelia តបវិញនាងតែងតែខ្លាំងអញ្ចឹងតាំងពីដើមទេតើហើយនាងក៏អាចគ្រប់គ្រងវេទមន្តរបស់នាងបានដែរលើកនេះ Sylvester ដាក់ដៃលើថ្ងាសរបស់ខ្លួននិងមានមនុស្សច្រើនជាមិនខានមកសុំការជួយពីពួកគេចាប់ពីពេលនេះតទៅ Ophelia ក៏ឲ្យគេបដិសេធទៅហើយទុកខ្លះមកប្រឹក្សាជាមួយនាងបានខ្លះហេនោះនាងមើលទៅសម្បត្តិនៅលើតុនោះទៅ Ophelia មើលឲ្យភ្ញាក់ព្រឺតែម្ដងនេះឬមនុស្សដែលចង់មកជិតនាងនោះតែនាងគួរតែសប្បាយចិត្តឬក៏ពិបាកចិត្តទៅនេះ Sylvester ក៏ដើរមកអង្អែលក្បាលតួស្រីរបស់យើងដូចជាកូនឆ្កែអញ្ចឹងគេគិតថានាងមិនគួរសប្បាយចិត្តទេព្រោះមនុស្សទាំងអស់នោះចង់បានផលប្រយោជន៍ពីនាងតែប៉ុណ្ណោះគេមិនដឹងទេថាវាល្អជាងពេលដែលមនុស្សគិតពីនាងប៉ុន្តែនាងធ្វើបានល្អណាស់ Ophelia ជានារីល្បីល្បាញនៃផ្ទះ Lysen គឺជាតួនាទីរបស់នាងនិយាយរួចគេក៏ដើរចេញទៅធ្វើការទៅដោយមិនភ្លេចប្រាប់នាងទេថាទឹកក្រោយមានការប្រកួតប្រមាញ់សត្វចម្លែកនាងត្រូវតែចូលរួមដែរចំណែកឯ Fleur នេះវិញគឺអានកាសែតហើយខឹងជាខ្លាំងនេះ Ophelia កាន់តែធ្វើឲ្យស្ថានភាពនាងកាន់តែយ៉ាប់យ៉ឺនទេតាចាំតែមើលទៅយើងនឹងចាត់ការនាងនៅក្នុងការប្រកួតខាងមុខនេះហើយនៅលើរទេះសេះ Ophelia មិនចង់ជឿទេថាជំទាវ Khade អញ្ជើញនាងមកជួបជុំការបដិកូនកន្សែងសម្រាប់ការប្រកួតប្រមាញ់សត្វខាងមុខនេះទោះជានាងត្រូវបានអញ្ជើញតាម Jasmine ក៏ដោយ Jasmine នេះក៏តបទៅវិញមើលទៅគាត់នៅខ្លាចលោកស្រីខ្លួននៅឡើយនោះទេ Ophelia ក៏គិតក្នុងចិត្តមានអត្ថបទពីនាងត្រូវបានចែកចាយហើយនាងទទួលបានសម្បត្តិច្រើនទៀតនាងឆ្ងល់ណាស់តើមនុស្សនឹងផ្លាស់ប្ដូរការមើលឃើញមកលើនាងទេចូលមកដល់ក៏ឮតែម្ដងនារីអភិជនទាំងនោះកំពុងតែនិយាយអំពីរឿងម្សិលមិញទោះជានាងបានដេញពួកអ្នកជំនួយនោះពិតមែនប៉ុន្តែវេទមន្តរបស់នាងគឺពិតជាគួរឲ្យខ្លាចណាស់ Ophelia នេះឮហើយដកពាក្យសម្ដីនាងចេញតែម្ដងផ្លាស់ប្ដូររបស់យកអីឥឡូវពួកគេខ្លាចនាងលើកដើមជំទាវ Khade ក៏មកស្វាគមន៍អ្នកទាំងពីរនាងក៏អរគុណលោកជំទាវដែលបានអញ្ជើញពួកគេមកទីនេះគ្រាន់តែឮពាក្យអរគុណភ្លាមនារីទាំងនោះរៀងចម្លែកចិត្តថា Ophelia នេះចេះនិយាយពាក្យអរគុណដែរមែនហើយ Ophelia នឹងផ្លាស់ប្ដូរគំនិតរបស់អភិជននៅសង្គមជាន់ខ្ពស់នេះចាប់ពីពេលនេះតទៅនាងក៏និយាយឡើងសួស្តីអ្នកទាំងអស់គ្នាខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកជួបគ្រប់គ្នានៅទីនេះអ្នកទាំងអស់គ្នាកុំភ្លេចជួយ share វីដេអូរបស់ admin ផងដោយសារតែមួយរយៈនេះធ្លាក់ view ខ្លាំងមែនតើអរគុណច្រើន